តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានគម្រាមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់យ៉ាងចាស់ដៃដែលបង្កឲ្យមានការព្រួយបារម្ភជាថ្មីថាសង្គ្រាមទ្រង់ទ្រាយធំនឹងអាចកើតមានឡើងម្ដងទៀតតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន 2.07% ដោយបិទនៅក្នុងតម្លៃ $90.03 ក្នុង1បារ៉ែលចំណែកតម្លៃប្រេងនៅក្នុងទីផ្សារអន្តរជាតិបានកើនឡើង 1.8% ដោយបានបិទទីផ្សារនៅក្នុងតម្លៃ $93.10 ក្នុង1បារ៉ែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅតាមបណ្ដាកញ្ចក់ទូរទស្សន៍ថាយើងបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរកាលពីម្សិលមិញហើយយើងនឹងវាយប្រហារពួកគេយ៉ាងធ្ងន់ធ្ងរម្ដងទៀតនៅថ្ងៃនេះយើងនឹងវាយប្រហារពួកគេហើយវាយប្រហារពួកគេយ៉ាងចាស់ដៃបំផុត